ទៅបច្ចេក capsule ទី2ដែលយើងធ្វើលើ personal AI search engine ដែលយើងឲ្យឈ្មោះវាថាតាមដានអញ្ចឹងយើងចូលមកកាន់ការ demo web របស់យើងអញ្ចឹងនេះគឺជា user guest page ពីមុនដែលគាត់អត់ទៅបាន log in ទៅលើ web របស់យើងតែគាត់ចូលមកវា interview ជា introduction ឲ្យគាត់មើលតិចតួចហើយនឹងមាន explore page ពី service របស់យើងហើយនឹង FAQ ដែលគាត់អាចធ្វើការអាចមើលបានពី FAQ របស់យើងនៅក្នុងហ្នឹងអំពី service របស់យើងហ្នឹងអញ្ចឹងនេះគឺជា input field សម្រាប់ឲ្យ user ហ្នឹងគាត់ input topic ដែលគាត់ interest ហ្នឹងចូលក្នុងហ្នឹងបានតែដើម្បី input បានគាត់ត្រូវ register តាម Google សិនចំពោះ Google នេះយើងប្រើ service Google របស់ Google ដើម្បីធ្វើការ log in យើងប្រើហ្នឹងដើម្បី security វាជាប្រភេទ high security មួយក្នុងការធ្វើការ log in ទោះយើងពេល log in ហ្នឹងទៅយើងអត់ទាមទារ password របស់ user ទេយើងត្រូវការតែ email និងវាយើងទទួលបានតែ email និង username របស់ user ដើម្បីមក set ក្នុង database របស់យើងអញ្ចឹងនេះខ្ញុំបាន log in ចូលទៅ user មួយហើយខ្ញុំមាន topic នេះអញ្ចឹងខ្ញុំធ្វើការ import topic ថ្មី import អំពី blockchain ហើយមួយទៀតខ្ញុំ introduce ទៅលើ topic restriction ដែលយើងបាន add ដែលយើងបាន restrict ទៅលើ user កុំឲ្យគាត់ input topic មួយដែលវាអត់ល្អ input appropriate ឬក៏ topic ដែលអក្សរមើលមិនចូលដូចជាអក្សរប្រេតាចេះឬពាក្យកាត់បែបហ្នឹងទៅចិត្តលេខនោះយើងចំពោះការ restrict topic នេះយើងប្រើ service របស់ Google Gemini ដែលយើង set ទៅឲ្យវា detect មើលថាពាក្យទាំងអស់ហ្នឹងវាត្រូវនឹង privacy របស់យើងអត់ដែលយើងបាន set តែយើងឃើញហើយវានឹង alert មកថាពាក្យហ្នឹងវាជាពាក្យ nonsense ឬក៏ gibberish ដែលជា random keyword តែវាអត់ accept ចូលទេក៏ពាក្យ SK នេះពាក្យនេះវា detect មកវាឃើញថាជាពាក្យ similar ទៅពាក្យបែបមួយនេះដែលវាអត់ allow ឲ្យយើង submit ចូលបានទេអញ្ចឹងអាច user អាចដូរពាក្យផ្សេងបានហើយ limit ក្នុងនេះ user អាច input បានត្រឹមតែ5 topic តែប៉ុណ្ណោះនេះវាចាប់តាមធ្វើការ check ពាក្យទាំងអស់នឹងទាំងអស់សិនដើម្បី verify ថាពាក្យរបស់យើងវាពាក្យដែលត្រឹមត្រូវតាមយើងដែល set មកពេល check ហើយវានឹងយើងចេញទៅ submit successfully តំបន់យើងបានរួចហើយនេះគឺជា explore page គឺកន្លែងយើងធ្វើអត់ហើយតើនឹងចំពោះ explore page ហ្នឹងគឺទៅ display web page ជា web page ដែលដើម្បី display new ដែលយើងដែល user input topic ហ្នឹងនឹងហើយ send new ដើម្បីឲ្យ user visit ព័ត៌មានទាំងអស់នៅក្នុងហ្នឹងហើយ FAQ ហើយ user គាត់អាច submit question ដែលគាត់ចង់សួរចូលមកកាន់យើងបានហើយនឹងយើងមាន profile នេះអាចធ្វើការ connect ជាមួយ Telegram តែបើ connect ទៅអាច connect ជាមួយ Telegram bot នេះសម្រាប់ឲ្យគាត់ពេលមាន new ដល់វិញវត្តហ្នឹង new នឹង send មកឲ្យគាត់រឿងម៉ោង 6 ហ្នឹងតាមរយៈ Telegram bot ពេលបើគាត់ send ជា connect ទៅគាត់ធ្វើការ start នេះមកដោយសារយើងប្រើ service របស់ render ដើម្បី hotspot នេះអញ្ចឹងចំពោះ service free វាត្រូវការរយៈពេលយូរដើម្បី response បើយើងអត់ទៅបានប្រើវាពីមុនមកអាចចាំរយៈពេលទៅ50វិនាទីទៅ1នាទីដើម្បី bot response មកជឿដំបូងម្ដងទៀតនៅជា Telegram bot ពេលយើងចុចលើ connect Telegram មកយើងនឹងចូលមកកាន់ Telegram នេះទៅតាមការ flash start ទៅមក bot នឹង response មកវិញហើយយើង flash start ជាមួយនឹង email របស់យើងដែលយើង log in ទៅកាន់ website ហ្នឹងនោះ bot ចាប់ដើមធ្វើការ verify មួយ email ក្នុង Superbase
ពេល provide ទៅវានឹង link ដោយ send នឹង Telegram ID ចូលទៅ Superbase ដើម្បីឲ្យ AI agent ហ្នឹង send មកកាន់ Telegram នេះបាន Telegram របស់ user បានអញ្ចឹង demo ហ្នឹងចប់អញ្ចឹងនេះគឺជា task ចំពោះ web ដែលយើងបាន complete ចំពោះ front end យើងបានធ្វើ log in log out user guest page ពីមុនដែលគាត់អត់ទៅបាន log in ដូចជា home page explore page និង FAQ page ហើយនឹង home page របស់ user តែពេលគាត់ log in ហើយ FAQ page របស់ user topic input restriction ហើយនឹង Telegram bot ហើយចំពោះ front end ដែលយើងអត់បានធ្វើដូចជា email template ដែលយើង custom template ដើម្បី send ព័ត៌មានទៅកាន់ user តាមរយៈ Gmail explore page របស់ user បន្ទាប់ពីគាត់ log in ហើយនឹង profile setting ចំពោះ back end យើងបានធ្វើដូចជា database ដែលយើងប្រើ Superbase Google authentication សម្រាប់ log in topic restriction ដែលយើង connect ជាមួយ Gemini ហើយនឹង OTP ដែលយើងបានធ្វើសម្រាប់គាត់ verify email ជំរាបសួរបងអញ្ចឹងអានេះ AI pipeline ដែលយើង define interest topic ហ្នឹងយើង progress បាន70 and search ហ្នឹងយើង60ហើយ filter and content ហ្នឹងវា50 60អញ្ចឹងខ្ញុំនឹងឲ្យមើល demo អញ្ចឹងយើងបាន define វាចេញជា6 step វិញនៅពេលដែលយើងធ្វើហ្នឹងអញ្ចឹង step ទី1ហ្នឹងគឺយើងទៅយក user ពីយក user ពី Superbase របស់យើងប៉ុន្តែឥឡូវហ្នឹងយើងអត់តបាននេះតែយើងប្រើមកសិនយើងអត់បាន connect ទៅផុសដែល web គាត់ធ្វើហ្នឹងចឹងអត់ទាន់បានទេហើយក៏ហើយយើងប្រើ AI ដើម្បី expand ផុស query ផុស user អញ្ចឹង user interest មក interest មួយអញ្ចឹងយើង expand វាដូចexpand ដូចចេះនៅពេលដែល user គាត់ដាក់តែមួយ topic ដូចជាអាចថាវា broad ពេកអាចថាគាត់ដាក់ A ហើយដាក់អីអញ្ចឹងទៅយើង expand អា query ហ្នឹងខ្ញុំពួកយើងបាន maximum វា topic ហ្នឹង5ហើយនឹង query ហ្នឹង5អញ្ចឹងទាំងអស់វា25 query maximum សម្រាប់ call ទៅ browser អញ្ចឹងនេះវាជា query ទាំងអស់ហើយយើង perform ទៅ search អញ្ចឹងនៅពេលដែលវា search វាបាន source ច្រើនអញ្ចឹងដល់ step ទី3ហ្នឹងគឺយើង filter យើង filter ដំបូងយើងប្រើ code សិនដែលយើងអាច define បានដោយយើង block domain name ដូចជា YouTube ឬក៏ Facebook ឯដែលយើងអត់អាចប្រើវាជា article ឬក៏ជា new ហ្នឹងហើយក៏យើងបានប្រើ AI filter នៅលើហ្នឹងដែរហើយបន្ទាប់ពី filter ហ្នឹងយើងយកទៅ scrape តែ scrape ឥឡូវហ្នឹងគឺវាអត់ទាន់ perform ល្អទេវា success 50% អញ្ចឹង goal របស់យើងហ្នឹងគឺចង់ឲ្យវា80% up ហើយបន្ទាប់ពីយើង scrape យក content ទាំងអស់ហ្នឹងហើយយើងបោះទៅឲ្យ AI filter ឲ្យ AI filter ហើយបានយើងមាន work អញ្ចឹងfilter ហ្នឹងហើយដល់បន្ទាប់មកយើង store នៅ database របស់យើងហើយយើងមាន workflow មួយទៀតបានយើង send ទៅ user នីមួយអញ្ចឹងដំបូងគឺយើងsummary វាសម្រាប់ user មួយហើយបាន send ទៅ user មួយអញ្ចឹងយើងមាន2 workflow អញ្ចឹងខ្ញុំ run execute វា
ចឹងកន្លែងនេះវា script អញ្ចឹងខ្ញុំបាន search ទៅដើម្បី perform ឲ្យ script វាកាន់តែល្អយើងដាក់ await តែយើងដាក់ await វាមួយ second ហ្នឹងដើម្បីឲ្យវាកុំឲ្យវា detect ថាយើង spam ឬក៏ហើយមួយហើយមួយទៀតហ្នឹងខ្ញុំអត់ទាន់បានsend to user ហ្នឹងខ្ញុំប្រើជា mock data សិនអញ្ចឹងខ្ញុំដាក់ ID user ហ្នឹងលេខ2manually សិនអត់ទាន់បានប្រើ dynamic ដោយសារខ្ញុំទៅតែ connect វាចូលគ្នាដោយសារយើង define step អញ្ចឹងទៅបន្ទាប់មកយើងចែក part គ្នាធ្វើអញ្ចឹងអានេះវាហើយអញ្ចឹងនេះអញ្ចឹងdata summary ហ្នឹងខ្ញុំ store វាជា JSON អានេះ user ID លេខ2នេះខ្ញុំដាក់ manually ហើយបន្ទាប់មកយើង send ទៅ user មួយហ្នឹងអញ្ចឹងដំបូងវាទៅយក user ទាំងអស់ហើយបានយើងទៅ find user ណាដែលគាត់មាន summary មួយហ្នឹងក្នុងថ្ងៃហ្នឹងដើម្បីយើង send ទៅអញ្ចឹងអានេះម៉ោង9វា send មកតាម email អញ្ចឹងវាចេញហើយand template ហ្នឹងដូចដែលចិន្តាគាត់ថាគាត់នៅអត់ទាន់នេះទេអញ្ចឹងទៅយើងដាក់នេះដើម្បីជា mock សិនទេដូចឲ្យបងអត់អូខេអញ្ចឹងពីសម្រាប់ពីក្រុមពួកខ្ញុំទៅយើងមាន progress ប៉ុណ្ណឹងហើយបើបងមានជា suggestion ឬក៏ feedback អីហើយយើងនឹង happy to hear from you បងអរគុណបង